បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងគ្នាក្នុងវីដេអូមួយនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងគ្នាពីរបៀបនៃការភ្ជាប់អាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូន Loda ចូលទៅក្នុង app Alibaba សម្រាប់វីដេអូរបៀបបំពេញអាសយដ្ឋានក្រុមហ៊ុន Loda ចូលទៅក្នុង app Alibaba នេះខ្ញុំធ្លាប់បានបង្ហាញពីមុនរួចហើយប៉ុន្តែដោយសារតែឥឡូវនេះខាងក្រុមហ៊ុន Alibaba គេមានការអាប់ដេតនៅការបំពេញអាសយដ្ឋានហ្នឹងគឺបងប្អូនអាចបំពេញអាសយដ្ឋានជាភាសាចិនតែម្ដងចឹងបងប្អូនអត់ពិបាកសុំអាសយដ្ឋានជាភាសាអង់គ្លេសពីខាង Loda យកមកបំពេញទៀតទេអញ្ចឹងយើងគ្រាន់តែចូលទៅកន្លែងបំពេញអាសយដ្ឋានហ្នឹងយើង copy អាសយដ្ឋាន Loda យកទៅផាសតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់ទិញទំនិញពី Alibaba ដឹកតាមលោកនឹងសម្រាប់បងប្អូនដែលចង់ទិញទំនិញពី Alibaba ដឹកជញ្ជូនតាមរយៈក្រុមហ៊ុន Loda បងប្អូនអាចបង្កើត account Loda ទៅដែលបងប្អូនអាចចូលទៅមើលវីដេអូរបៀបបង្កើត account Loda នៅក្នុង channel របស់ខ្ញុំមានស្រាប់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបង្កើត account Loda នឹងរួចយើងចូលទៅបើក app Loda មករួចបងប្អូនចូលទៅកន្លែងពាក្យថាដឹកជញ្ជូនអន្តរជាតិកន្លែងរូបយន្តហោះនៅខាងលើនេះមកបាទរួចយើងចូលទៅពាក្យថាការដឹកជញ្ជូននិងទីតាំងឃ្លាំងដើម្បីយើងធ្វើការ copy អាសយដ្ឋានភាសាចិនយើងចូលទៅកន្លែងអាសយដ្ឋានទុកចិននេះយើងចុចទៅកន្លែងពាក្យថាពិនិត្យហ្នឹងរួចយើង copy អាសយដ្ឋាននៅខាងលើនេះដែលជាអាសយដ្ឋានផ្លូវគោកយើង copy វាយើងយកពាក្យថាចម្លងទាំងអស់អញ្ចឹងយើង copy រួចយើងយកមកផាសនៅក្នុងកម្មវិធី Note ឬមួយក៏ Keep Note បាទបងប្អូនផាសវាចូលនៅកន្លែងហ្នឹងសិនបន្តមកទៀតបងប្អូនចូលទៅបើក app Alibaba បងប្អូនចូលទៅបើក app Alibaba របស់យើងមករួចបងប្អូនចុចទៅលើ My Alibaba ខាងក្រោមខាងស្នាមដៃនេះមកបាទរួចយើងចូលទៅមើលនៅជួរនៅកន្លែងនេះបាទជួរខាងនេះគឺបងប្អូនគ្រាន់តែ scroll វាទាញមកខាងនេះឲ្យផុតមកគឺនឹងមានឃើញពាក្យថា shipping address នៅកន្លែងនេះណាកន្លែង shipping address នេះអត់ទៀងទេជួនកាលគេដាក់នៅក្នុង setting នេះក៏មានដែរជួនកាលគេនៅដាក់នៅក្នុងនឹងស្រាប់ក៏មានដែរអញ្ចឹងយើងគ្រាន់តែចុចទៅលើshipping address នេះមកនេះជាអាសយដ្ឋានដែលយើងធ្លាប់ភ្ជាប់ពីមុនដែលសម្រាប់ក្រុមហ៊ុនផ្សេងរួចយើងចុចពី add a new address មកបាទបន្តមកទៀតចំណុចខាងលើនេះគឺបងប្អូនរើសយក China ត្រូវហើយព្រោះយើងបំពេញនេះគឺបំពេញអាសយដ្ឋាននៅចិនឃ្លាំងចិនមិនមែនពេញអាសយដ្ឋានឃ្លាំងខ្មែរទេបងប្អូនខ្លះគាត់រើសនៅកន្លែងនេះ Cambodia ដល់បន្តមកទៀតគាត់បំពេញអាសយដ្ឋានភាសាចិនឬក៏អាសយដ្ឋាននៅឃ្លាំងចិនគឺវាអត់ឲ្យទេនៅកន្លែងហ្នឹងណាបន្តមកទៀតនៅកន្លែង full name នេះគឺបងប្អូនចូលទៅ copy នៅក្នុង Keep Note ដែលយើងបាន copy យកមកទុកមិញយើង copy ជួរខាងលើនេះមកដែលមានភ្ជាប់ជាមួយលេខ KH របស់យើងនៅនឹងស្រាប់អញ្ចឹងខ្ញុំបញ្ជាក់បងប្អូនថាលេខ KH ដែលនៅក្នុងនេះគឺមានខុសគ្នាសម្រាប់លេខ KH របស់ខ្ញុំផ្សេងលេខ KH របស់បងប្អូនផ្សេងអញ្ចឹងយើងលុបចោលនៅអក្សរអង់គ្លេសនេះចេញទៅហើយយើងផាសយើងយកពាក្យថា low ផាសនៅក្នុងក្រុមហ្នឹងមកបាទរួចកន្លែងលេខទូរស័ព្ទនេះក៏យើង copy មកដូចគ្នាបាទយើងផាសវាចូលមកអាស្រ័យលេខទូរស័ព្ទថ្មីហ្នឹងអញ្ចឹងសម្រាប់ចូលមកដល់កន្លែង address នេះគឺវាមាន2ជួរអញ្ចឹងឲ្យបងប្អូនបំពេញគឺជួរខាងលើបងប្អូនចូលទៅ copy អាសយដ្ឋាននៅក្នុង note ដូចគ្នាប៉ុន្តែបងប្អូនមើលតាមខ្ញុំមកគឺបងប្អូនត្រូវ copy តែប៉ុណ្ណេះទេពាក្យរបស់វាណាគឺត្រឹមអក្សរមួយនេះអញ្ចឹងបងប្អូន copy វាត្រឹមហ្នឹងមកបាទរួចយើងយកទៅផាសនៅក្នុង address ជួរខាងលើយើងផាសវាចូលមកក្នុងនេះបើសិនជាបងប្អូនសរសេរជាភាសាអង់គ្លេសវាអត់ឲ្យទេវាឲ្យតែជាភាសាចិនដោយសារវា update ឥឡូវកាលមុនវា support តែអង់គ្លេសទេតែឥឡូវគឺវា support តែចិនទេអញ្ចឹងដោយសារតែយើងរើសយក China អញ្ចឹងយើងផាសវាឲ្យបងប្អូនចុចពាក្យថាដាក់នៅកន្លែងនេះមកបាទរួចយើងចូលទៅ copy វាម្ដងទៀតនៅអាសយដ្ឋានជួរដដែលប៉ុន្តែបងប្អូន copy វាមកទាំងអស់តែម្ដងដោយរបស់ខ្ញុំអញ្ចឹងមានជាប់លេខ KH របស់យើងនៅនឹងដែរហើយយើងផាសវាចូលនៅចំណុចអាសយដ្ឋានជួរទី2ហើយយើងចុចពាក្យ allow ផាសបន្តមកទៀតនៅកន្លែង province នេះបងប្អូនជ្រើសរើសតាមខ្ញុំមកចុចពាក្យថា select នឹងមួយបងប្អូនអូសទៅខាងក្រោមយើងយកពាក្យថា Kwangtung province នេះគឺមួយនេះបន្តមកទៀត city គឺបងប្អូនយក Foshan city គឺមួយនេះបន្តមកទៀត district គឺបងប្អូនរើសយកពាក្យថា Nanhai district អញ្ចឹងយើងរើសយក3ពាក្យហ្នឹងមើលតាមខ្ញុំឲ្យដូចគ្នាអញ្ចឹងបន្តមកទៀតកន្លែង postal code នេះគឺបងប្អូនចុចបំពេញវាមកគឺលេខវា528,000
បងប្អូនអាចលុបហើយសរសេរវាម្ដងទៀតមកព្រោះដោយសារតែនៅក្នុងloader គឺគេឲ្យលេខកូដតំបន់នេះគឺលេខនេះបាទបងប្អូនគឺលេខ52 8000អញ្ចឹងបងប្អូនជួយសរសេរចូលកន្លែងpostal code នេះគឺលេខ52 8000បន្តមកទៀតបងប្អូនចុចពាក្យ text នៅខាងឆ្វេងដៃនៅខាងក្រោមហ្នឹងណាបាទយើងចុច text អញ្ចឹងទៅឲ្យវាដាក់ជាអាសយដ្ឋានគោលនៅពេលដែលបងប្អូនកំងទំនិញទៅគឺគេដាក់ទៅអាសយដ្ឋានហ្នឹងហើយមួយទៀតនៅពេលដែលយើងពិនិត្យមើលវាត្រឹមត្រូវហើយទាំងលេខ KH និងអាសយដ្ឋានអីផ្សេងៗហើយបងប្អូនចុច save ទៅបាទអញ្ចឹងការបំពេញអាសយដ្ឋានរបស់យើងគឺរួចរាល់ហើយអាសយដ្ឋានដែលយើងបានភ្ជាប់គឺនៅខាងលើនឹងឯងជាអាសយដ្ឋានរបស់ក្រុមហ៊ុន Loda បាទមួយទៀតនៅពេលដែលបងប្អូនឆាតទៅអ្នកលក់ដើម្បីទិញទំនិញហ្នឹងអ្នកលក់គាត់តែងតែសួររកភ្នាក់ងារដឹកជញ្ជូនឬក៏អាសយដ្ឋានឃ្លាំងដឹកជញ្ជូនមួយនៅចិនអញ្ចឹងបងប្អូនអាច copy ទាំងអស់ហ្នឹងតែម្ដងផ្ញើឲ្យអ្នកលក់នៅក្នុងឆាតឲ្យពួកគាត់ទៅគឺនៅពេលដែលទំនិញបងប្អូនដាក់ការបញ្ជាទិញទៅគឺអ្នកលក់នឹងរៀបចំទំនិញហ្នឹងទៅកាន់អាសយដ្ឋានឃ្លាំង Loda ដែលយើងបានភ្ជាប់ឬមួយក៏បានsend ទៅឲ្យពួកគាត់នៅក្នុងឆាតហ្នឹងឯងអញ្ចឹងសម្រាប់ការបំពេញអាសយដ្ឋានមានប៉ុណ្ណឹងបងប្អូនមានចង្អល់ផ្សេងៗអាច comment សួរនៅខាងក្រោមវីដេអូឬមួយក៏បងប្អូនអាច join ជាក្រុម Telegram ដែលមាន link នៅខាងក្រោម description ហ្នឹងក៏បានហើយសម្រាប់បងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់អាចទិញជាកញ្ចប់មេរៀនក៏បានដែរសម្រាប់តម្លៃកញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅមានបញ្ហាឬក៏មានចង្អល់កន្លែងណាខ្ញុំចាំ support បងប្អូនចាំជួយដោះស្រាយបញ្ហាបងប្អូនរហូតដល់បងប្អូនចេះទិញតែម្ដងអញ្ចឹងសម្រាប់វីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាជម្រាបលា